បិតាសូមអរគុណទ្រង់យ៉ាងខ្លាំងនៅក្នុងពេលព្រឹកនេះដែលយើងមានឱកាសបានជុំគ្នាហើយស្ដាប់ព្រះបន្ទូលទ្រង់សូមឲ្យព្រះបន្ទូលនៅក្នុងពេលព្រឹកនេះបានជាចំណែកនៅក្នុងជីវិតរបស់យើងខ្ញុំឲ្យជួយយើងខ្ញុំឲ្យបាននឹកចាំពីទ្រង់ហើយនឹងជឿលើព្រះបន្ទូលទ្រង់ពិសេសគ្រប់ទាំងពាក្យទូមានព្រានប្រដៅហើយនឹងព្រះបន្ទូលដែលដាស់តឿនយើងខ្ញុំសូមឲ្យយើងខ្ញុំបានកែប្រែចិត្តដើម្បីនឹងស្ដាប់ហើយអនុវត្តនៅក្នុងជីវិតយើងខ្ញុំផងដែរយើងអរគុណទ្រង់សូមអធិដ្ឋានថ្វាយនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនបាទអរគុណច្រើនអញ្ចឹងនៅក្នុងបទកាពីយើងមានអានបាទមានពាក្យសុចរិតនិងទុច្ចរិតណាសូមកុំច្រឡំសុចរិតល្អទុច្ចរិតអាក្រក់ព្រោះសុល្អទុអាក្រក់ហ្នឹងហើយយើងអានឹងពាក្យរបស់ខ្មែរយើងបាទឲ្យគេនិយាយសុហ្នឹងល្អហើយអញ្ចឹងយើងមានសុទិដ្ឋិនិយមអញ្ចឹងគេមានពាក្យខ្ពស់ដល់ពេលទុហ្នឹងគឺអាក្រក់ហើយបាទអញ្ចឹងដូចទុទិដ្ឋិនិយមបានថាយើងមើលអីឃើញមិនល្អរហូតព្រោះទិដ្ឋិប្រែថាមើលឃើញអញ្ចឹងយើងកំណត់ដោយការដែលយើងគិតអាក្រក់កំណត់ដោយការដែលយើងគិតមិនល្អណាហើយទុទិដ្ឋិនិយមណាមានសុមានទុត្រឡប់មកយើងថ្ងៃនេះវិញយើងឃើញមានបទគម្ពីរដែលបងប្អូនបានអានពេញមួយចំពុកនេះហើយពេត្រុសមិនវែងទេបាទតែ5ចំពុកអស់ហើយអញ្ចឹងយើងចំណាយពេលស្ដាប់ជាមួយគ្នាហើយសង្ឃឹមថាអ្វីដែលយើងនឹងស្ដាប់នៅក្នុងពេលព្រឹកនេះជាចំណែកជួយយើងពីព្រោះបទគម្ពីរនៅក្នុងពេលព្រឹកនេះគឺមានបំណងសង្ឃឹមថាយើងអាចទទួលបានការលើកទឹកចិត្តឲ្យប្រកាន់ខ្ជាប់ជីវិតបរិសុទ្ធរស់នៅក្នុងសភាពឬក៏រស់នៅក្នុងស្ថានភាពសប្តាហ៍ថ្ងៃនេះដែលពេញទៅដោយដែលពុលទៅដោយបាបបាទខ្ញុំហៅពាក្យថាពុលមែនទេបាទពុលទៅដោយបាបអញ្ចឹងមានថាមានបាបនៅគ្រប់កន្លែងទាំងអស់ហើយវាកំពុងតែបំពុលនៅពេលដែលវាកំពុងពុលវាអត់តន់ឲ្យយើងដាច់ជីវិតភ្លាមទេប៉ុន្តែវាធ្វើទុកយើងបន្តិចម្ដងឥឡូវវាពុលបាទវាចាប់ផ្ដើមទៅជាអញ្ចឹងហើយពិភពលោកនេះគឺពុលដោយបាបហើយខ្ញុំសង្ឃឹមថាព្រះបន្ទូលនឹងជាជំនួយជួយយើងឲ្យយើងមានកម្លាំងចិត្តរស់នៅស្មោះត្រង់ហើយបន្តថ្វាយសិរីល្អដល់ព្រះអង្គតស៊ូរងចាំដល់គ្រាចុងក្រោយឧបត្តិគម្ពីរថ្ងៃនេះនិយាយច្រើនណាអំពីការវិនិច្ឆ័យទោសដែរអញ្ចឹងទី1យើងឃើញនៅពេលដែលយើងនិយាយអំពីរឿងដែលយើងត្រូវតស៊ូជាមួយទុក្ខលំបាកនៅក្នុងបទគម្ពីរពីខ1ដល់ខ6បានប្រាប់យើងថាសូមឲ្យយើងបានមានការប្រកាន់ខ្ជាប់ចិត្តគំនិតយើងឲ្យដូចជាព្រះគ្រីស្ទបាទប្រកាន់ខ្ជាប់ចិត្តគំនិតរបស់យើងឲ្យដូចជាព្រះគ្រីស្ទនេះជារឿងសំខាន់មិនបានយើងកាន់ខ្ជាប់សូមមើលនៅក្នុងខ1បានប្រាប់យើងប្រើពាក្យថាហេតុនេះពីព្រោះនៅក្នុងបទគម្ពីរពេត្រុសបានរៀបរាប់ចំពុក1ចំពុក2ចំពុក3ចំពុក4ចំពុក2យើងនិយាយអំពីអត្តសញ្ញាណណាដែលបងប្អូនបានស្ដាប់កន្លងមកហើយចំពុក3បាននិយាយអំពីការតស៊ូរស់នៅក្នុងទុក្ខលំបាកក្នុងនាមជាគ្រីស្ទបរិស័ទមកក្នុងចំពុក4នេះស្តៀងគ្នាបន្តទៀតដែរប៉ុន្តែនិយាយអំពីការដែលយើងរស់នៅឲ្យចេះបម្រើគ្នាទៀតបន្ថែមពីលើនឹងបន្ថែមទៀតដែលយើងនឹងស្ដាប់នៅចំណុចទី2ប៉ុន្តែភ្ជាប់នៅក្នុងហេតុអីបានជាយើងត្រូវរស់នៅថ្វាយសិរីល្អទៅព្រះហើយត្រូវរស់នៅដោយរបៀបណានៅក្នុងពិភពលោកដែលពុលអស់ហើយណាហើយធ្វើម៉េចបានកុំឲ្យវាពុលតាមគេតាមឯងពេលបងប្អូនទៅស្រែឥឡូវស្រែរបស់យើងលែងមានអាត្រីទក់ត្រីដែងត្រីអីទៀតហើយមិនអញ្ចឹងហ៎ពិបាករើដោយសារអីដោយសារគេបាញ់ថ្នាំស្រូវច្រើនពេកអញ្ចឹងអាត្រីក្នុងស្រែឥឡូវវាបាត់អស់ហើយយើងបាននិយាយលេងថាជំនាន់សម័យពីមុនអូយស្រួលណាស់បាទដាក់តែបកាយយកតំណែងអស់ទេបោហ្មងបាទឥឡូវដាក់បកាយមិនស្រួលអត់មានទេបាទបានអាត្រីហូបមិនស្រួលពុលបកាច់ទៀតអញ្ចឹងយើងទៅប្រយ័ត្នវាហើយកសិករដែលគាត់ទៅបាញ់ថ្នាំឥឡូវគាត់មានគ្រឿងការពារគាត់ណាពីមុនស្រួលណាបងប្អូនសម័យខ្ញុំនៅពីតូចមីងខ្ញុំគាត់ដាច់ជីណាគាត់យកតែអាចគោទៅកោទឹកបាទហើយគាត់ទៅបាញ់ឥឡូវអត់បានទេបាញ់ឥឡូវតើតែមានស្រោមដៃមានម៉ាស់មានអាកអាវពិសេសដើម្បីដើរចូលទៅក្នុងអាទឹកស្រែនឹងទៀតដើម្បីកុំឲ្យវាទៅគេហៅអីគេវាប្រតិកម្មមួយស្បែកទៀតនេះជារបៀបការពារនៅពេលដែលស្រែវាមានជាតិពុលទឹកវាមានជាតិពុលចុះយើងរស់នៅក្នុងសង្គមសពថ្ងៃដែលពុលដោយបាបតែយើងត្រូវមានអីការពារទី1គឺត្រូវប្រកាន់គំនិតឲ្យដូចជាព្រះគ្រីស្ទអញ្ចឹងបានជាប្រើពាក្យថាហេតុនេះបានថាវាមានមូលហេតុច្រើនតាំងពីចំពុក1ចំពុក2ចំពុក3មកដែលយើងបានស្ដាប់នៅកែបក៏យើងបានស្ដាប់ហើយចំពុក3ហើយ2អាទិត្យមុនក៏យើងបានស្ដាប់ហើយនៅក្នុងចំពុក3
នៅក្នុងចុងខចំពុក3ចុងចំពុកឥឡូវចូលមកដល់ចំពុក4សរុបជាពាក្យមួយហេតុនេះហើយបើព្រះគ្រីស្ទរងទុក្ខលំបាកក្នុងឋានៈជាមនុស្សបងប្អូនក៏ត្រូវប្រកាន់ភ្ជាប់ចិត្តគំនិតដោយព្រះអង្គដែរមានន័យថាម៉េចមានថាមនុស្សជាច្រើនព្យាយាមកិច្ចទុក្ខកិច្ចរត់គេចពីទុក្ខលំបាកប៉ុន្តែលោកពេត្រុសថាវាអត់ចម្លែកទេដែលជីវិតយើងមានទុក្ខលំបាកពីព្រោះព្រះយេស៊ូវបានរងទុក្ខលំបាកក្នុងឋានៈជាមនុស្សដែរហើយព្រះអង្គជាមនុស្សដែលទ្រង់រងទុក្ខលំបាកព្រះអង្គមិនមែនយកសិលយកប្រជេស្តាជាព្រះមកទទួលទុក្ខលំបាកទេព្រះអង្គជាមនុស្សព្រះអង្គបានជួយចាប់ដែរនៅពេលដែលព្រះអង្គរងទុក្ខក៏ព្រះអង្គរងទុក្ខក្នុងសភាពជាមនុស្សព្រោះក្នុងបទគម្ពីរប្រាប់ថាយើងជឿថាព្រះគ្រីស្ទគឺជាព្រះ 100% គឺជាមនុស្ស 100% មិនមែនមនុស្ស50ព្រះ50ទេណាព្រះអង្គគឺ 100% អញ្ចឹងក្នុងអង្គទ្រង់មួយមាន 200% មនុស្សយើងមានតែ 100% ដូច្នេះព្រះអង្គរងទុក្ខលំបាកយ៉ាងណាយើងក៏រងទុក្ខលំបាកយ៉ាងនោះនេះគឺជារឿងធម្មតាដែលសាវកពេត្រុសបានលើកឡើងកុំឲ្យយើងឆ្ងល់កុំឲ្យយើងបារម្ភកុំឲ្យយើងខំប្រឹងរត់គេចវាឲ្យសោះប៉ុន្តែត្រូវមានចិត្តគំនិតដោយព្រះអង្គវិញពីព្រោះព្រះអង្គសុខចិត្តស៊ូរងទុក្ខថាព្រះយេស៊ូវរងទុក្ខព្រះអង្គធ្វើបាបតែឬទេកន្លែងនេះសំខាន់ហើយយើងត្រូវរៀនជាមួយគ្នាអញ្ចឹងនៅត្រង់នេះបានប្រាប់យើងថាព្រះអង្គបានប្រាប់យើងថាទ្រង់ក៏រងទុក្ខដូច្នេះយើងក៏ជាអ្នកដែលនឹងរងទុក្ខដោយព្រះអង្គដែរហើយបើនិយាយអញ្ចឹងយើងមិនត្រូវត្រឡប់មកជឿជាអ្នកជឿជាគ្រីស្ទបរិស័ទពីព្រោះយើងទាំងអស់គ្នាខ្ញុំសួរថាប្រមាណអ្នកចូលចិត្តរងទុក្ខអត់មានគ្មានណាគេចង់រងទុក្ខទេលើកលើមានសេចក្តីបង្រៀនជាច្រើនមានព្រះជាច្រើនមានសាសនាជាច្រើនមកបង្រៀនយើងថាធ្វើម៉េចដើម្បីកុំឲ្យរងទុក្ខប៉ុន្តែដល់ពេលជឿលើព្រះយេស៊ូវប្រាប់ថាព្រះយេស៊ូវរងទុក្ខយើងគង់តែរងទុក្ខទេហើយមិនក៏យើងខំប្រឹងពីព្រោះទ្រង់គឺជាព្រះដែលនាំយើងទៅរកជីវិតអញ្ចឹងមានថាដើម្បីទៅរកជីវិតវាអត់ស្រួលទេវាមានការរងទុក្ខក៏ប៉ុន្តែការរងទុក្ខនេះយើងនឹងស្ដាប់នៅចំណុចចុងក្រោយវាជាចំណែកនៃអំណរក្នុងជីវិតរបស់យើងតិចទៀតយើងទៅដល់ហ្នឹងតែបទគម្ពីរប្រាប់យើងនៅក្នុងជំពូក1បានប្រាប់យើងថាម៉េចព្រះអង្គមានចិត្តគំនិតយ៉ាងណាសូមឲ្យយើងត្រូវប្រកាន់ចិត្តគំនិតដូចគ្នាពាក្យប្រកាន់នៅកន្លែងនេះបានថាម៉េចអានេះប្រកាន់ខឹងហ្នឹងមិនប្រកាន់ខឹងទេប្រកាន់អីគេកាន់តាមបាទប្រកាន់មិនថាយើងកាន់យកយើងចាប់យកពាក្យដែលគេប្រើនៅក្នុងភាសាដើមគេមិនប្រើពាក្យប្រកាន់ទេគេប្រើពាក្យថាឲ្យយើងនឹងពាក់ឲ្យយើងនឹងប្រដាប់ខ្លួនឲ្យយើងនឹងត្រៀមខ្លួនណាដូចទាហានដែលចេញទៅសមរភូមិចឹងគេប្រើពាក្យនេះគឺជាពាក្យដែលគេប្រើសម្រាប់ទាហានតែអូនឯងចេញទៅណាសូមឲ្យក្នុងដៃនឹងកាន់អាវុធឲ្យជាប់ឧទាហរណ៍ចឹងណាទាហានកាន់អាវុធឲ្យជាប់កាន់កាភ្លើងឲ្យជាប់ហើយជ្រូកកាភ្លើងដូចជ្រូកជីវិតចឹងហាមជ្រូកកាភ្លើងឧទាហរណ៍ចឹងអាហ្នឹងកាន់តែជាប់ចឹងនៅពេលដែលយើងចេញទៅគឺព្រះអង្គដឹងថាជីវិតរបស់យើងសពថ្ងៃកំពុងប្រឆាំងជាមួយសមរភូមិមិនមែនសមរភូមិទៅបាញ់គ្នាជាមួយប្រទេសផ្សេងទេប៉ុន្តែជាសមរភូមិនៃវិញ្ញាណដែលវិញ្ញាណអាក្រក់ចង់អស់យើងចេញពីផ្លូវជីវិតនាំយើងទៅរកផ្លូវស្រួលមិនក៏ឯងខំប្រឹងតស៊ូទៅអីមិនក៏ខំប្រឹងបោះអសត់អីតែឯងដូចខ្ញុំបានអានវាខាងដើមអញ្ចឹងមិនក៏គ្រួសារខ្ញុំខំប្រឹងរស់នៅអីបោះអសត់អីតែឯងគេចំអកតែរហូតពេលដែលយើងខំប្រឹងស្មោះត្រង់ជាមួយគ្រួសារដៃគូជីវិតរបស់យើងគេថាយើងអត់មនុស្សខ្សោយបើប្រុសទីគេថាអូឯងមុខញីគេទៅយើងខ្លាចប្រពន្ធរឿងសពបែបយ៉ាងជាពាក្យដើម្បីចំអកយើងឲ្យយើងដើរទៅរកផ្លូវអបាយមុខដូចគេដែរក៏ប៉ុន្តែយើងត្រូវប្រឆាំងវាហើយគឺជាសង្គ្រាមខាងវិញ្ញាណអញ្ចឹងពាក្យប្រដាប់នៅកន្លែងនេះគឺជាពាក្យអាចនិយាយបានថាសូមឲ្យពាក់អាវក្រោះរបស់ព្រះគ្រីស្ទដល់ពេលអាវក្រោះនេះយើងខំប្រឹងទៅរើមើលស្អីគេបាញ់អត់ធ្លុះអាវក្រោះរបស់ព្រះអង្គគឺប្រកាន់ចិត្តគំនិតដូចជាព្រះគ្រីស្ទដែរនេះគឺជាអាវក្រោះឲ្យយើងប្រកាន់ឲ្យយើងមានចិត្តគំនិតដូចជាព្រះអង្គដែរនេះជារឿងសំខាន់មែនតើណាពីព្រោះយើងត្រូវត្រៀមខ្លួនយកចិត្តគំនិតរបស់ព្រះអង្គយកបហាតីរបស់ព្រះអង្គយកគ្រប់ទាំងដួងចិត្តព្រះអង្គមកដាក់នៅក្នុងជីវិតរបស់យើងទើបអាចរស់បាននៅក្នុងសង្គមសពថ្ងៃនេះមិនបានជាអញ្ចឹងព្រះអង្គចង់ឲ្យយើងត្រៀមខ្លួនមុនឈានចូលទៅក្នុងសមរភូមិហើយបងប្អូនចំណាំមើលជីវិតរបស់យើងមានទុក្ខលំបាកជានិច្ចផុតទុក្ខលំបាកថ្ងៃហ្នឹងគិតតែបែរជាអាចធូរស្អែកឡើងមានអផ្សេងស្អែកឡើងវាជ្រះស្អាតហើយបានខែក្រោយមានអផ្សេងមកមួយទៀតអាខែក្រោយហ្នឹងវាបានស្អាតល្អហើយ
តស៊ូឈ្នះហើយយើងសប្បាយជុំគ្នាណាពី3ខែក្រោយកើតរឿងមួយទៀតហើយមិនបានជាអញ្ចឹងពីព្រោះវាជាសង្គ្រាមដែលឈ្លានពានដោយសាតាំងឈ្លានពានដោយបាបនៅក្នុងជីវិតយើងដើម្បីអោបយើងឲ្យចេញពីផ្លូវរបស់ព្រះអញ្ចឹងយើងត្រូវត្រៀមខ្លួនជានិច្ចដូចពាក់អាវក្រោះយើងត្រៀមខ្លួនពេលខ្លះបងប្អូនមួយចំនួនមានបទពិសោធន៍ក្រុមគ្រួសារសាច់ញាតិរបស់យើងបដិសេធចំអកយើងដោយសារជំនឿរបស់យើងពេលខ្លះមិត្តរួមការងាររបស់យើងរើសអើងយើងឬគេឥឡូវភាសាឥឡូវគេស្គាល់គេហៅ bully យើងហ្នឹងហើយគេប្រើពាក្យហ្នឹងច្រើនណាស់ឥឡូវតាមក្មេងៗគេចេះហ่ะបាទគេចំអកយើងដល់ពេលយើងដើរតាមព្រះយេស៊ូវយូរទៅពេលខ្លះយើងមានអារម្មណ៍ថាយើងក៏បាត់បង់ប្រាក់ចំណូលមួយចំនួនពីព្រោះគេមិនព្រមឡើងប្រាក់ខែមិនស្អីចេះអបអែបមេពេលខ្លះទៀតយើងមានឱកាសបាត់បង់ឱកាសដែលយើងទៅរកលុយគេឈូឆររកលុយបានគ្រប់គ្នាឯងមកអង្គុយស្ដាប់ព្រះបន្ទូលព្រះថ្ងៃអាទិត្យហ្នឹងគេលក់ដាច់ថ្ងៃអាទិត្យហ្នឹងសបោភ្ញៀវអ្នកណាគេនិយាយពាក្យហ្នឹងតែហើយយើងមកថ្វាយអង្គមលោតដល់ពេលថ្ងៃឈប់សម្រាកថ្ងៃបុណ្យថ្ងៃទៀនអូអាហ្នឹងគឺកាន់តែលក់បានថែមទៀតឯងទៅសិក្ខាសាលាអស់លេងដើម្បីស្ដាប់ព្រះបន្ទូលព្រះមានរឿងច្រើននេះហើយគឺសង្គ្រាមគឺជាសង្គ្រាមហើយពិសេសនៅក្នុងសម័យសប្តាហ៍ថ្ងៃនេះសង្គមរបស់យើងគឺដាក់សម្ពាធលើយើងពីព្រោះតែចង់ឲ្យយើងបោះបង់ចោលជំនឿបាទនៅពេលនៅក្នុងបទគម្ពីរមួយបានប្រកាសថាគេបានយកកេរខ្មាស់ធ្វើជាអំនួតមនុស្សសពថ្ងៃដើរអួតគ្នាពីកេរខ្មាស់ខ្លួនឯងទៅវិញដើរអួតគ្នាពីអបាយមុខខ្លួនឯងដើរអួតគ្នាពីភាពអាក្រក់របស់ខ្លួនឯងទៅវិញវាទៅជាអញ្ចឹងហើយគេទៅជាសរសើរនៅក្នុងចំណោមក្រុមរបស់គេយើងក៏វាមិនយល់សម័យមុនគាត់ទៅជួបប្រជុំគ្នានៅតុកាហ្វេនិយាយគ្នាបានជួបជុំគ្នានៅផ្ទះណាមួយនិយាយគ្នាបានដល់សម័យឥឡូវលើសមុនទៀតគឺដាក់ទូរស័ព្ទមួយអង្គុយ live មើលឲ្យមើលឃើញមកប្រទេសមើលឃើញមកពិភពលោកចាការបង្ហាញអបាយមុខនិងសេចក្តីអាក្រក់កាន់តែច្រើនអ្នកណាគេកាន់តែមានឥទ្ធិពលនៅក្នុងបណ្ដាញសង្គមអ្នកនោះកាន់តែត្រូវបានគេរាប់ថាជាអ្នកកាត់សេចក្តីកំណត់ភាពត្រូវឬខុសអញ្ចឹងបើតែនឹងធ្វើអីគេនឹងធ្វើតាមទាំងអស់សង្គមខ្មែរយើងកំពុងដើរទៅរកផ្លូវហ្នឹងហើយបាទនៅក្នុងស្រុកទំនើបជាច្រើនទៀតពិសេសស្រុកកូរ៉េស្រុកជប៉ុននេះប៉ាកែណាអញ្ចឹងបើគេតាមអ្នកណាគេមួយគេតាមអ្នកហ្នឹងតែមកបាទអាណាប៉ះពាល់គេក៏មិនបានដែរនៅក្នុងបណ្ដាញសង្គមណាគេមានគេហៅអ្នកដែលតាមតានគេនឹងរាប់សែនអ្នកណារាប់សែនអ្នកដល់អញ្ចឹងខ្លាយជាអ្នកដែលមានអត្តពលគាត់ធ្វើអីហ្នឹងគឺគេស្ដាប់គេមើលហ្មងសំបីតែរហូតដល់មន្ត្រីរាជការដែលជាអ្នកកាន់ច្បាប់អនុវត្តច្បាប់មួយចំនួនក៏ចង់ខ្លាចពួកហ្នឹងដែរពួកអីអាក់អីឡាយលឺអាហ្នឹងអត់អញទៅឡាយមួយសិនមកខ្លះអញ្ចឹងហ៎បងពីព្រោះតែគេមានអត្តពលនឹងបណ្ដាញសង្គមហើយការកំណត់ត្រូវខុសគឺអាស្រ័យទៅលើពាក្យរបស់មនុស្សលែងមានអីមកកំណត់ត្រូវខុសហើយអ្នកខ្លះមានចេះច្បាប់អីទេគាត់តែមើលទៅតំណែងថាទៅគេយកតាមទាំងអស់គ្នាទៅប៉ុន្តែច្បាប់មិនមែនដើម្បីតំណែងណាច្បាប់ដើម្បីការពារមនុស្សដែលទុនខ្សោយអត់សម្រាប់តំណែងទេបាទហ្នឹងគឺរឿងសំខាន់អញ្ចឹងគេកំណត់នេះជារឿងសំខាន់ដូច្នេះយើងប្រាប់ឲ្យយើងខំប្រឹងខ2ឲ្យយើងខំប្រឹងរស់នៅស្របតាមហាតីព្រះក្រៅតែយើងប្រកាន់ចិត្តដោយព្រះអង្គគឺរស់នៅស្របតាមព្រះហាតីព្រះរស់នៅស្របតាមហាតីព្រះអង្គមិនសូមមើលនៅក្នុងខ2ម្ដងទៀតដើម្បីឲ្យយើងបានរស់នៅស្របតាមព្រះហាតីរបស់ព្រះជាម្ចាស់ក្នុងកំឡុងពេលដែលយើងមានអាយុជីវិតនៅលើផែនដីនេះណាកុំឲ្យយើងរស់នៅតាមអីគេចំណង់តណ្ហារបស់មនុស្សពាក្យតណ្ហាបានន័យថាភាពលោភលន់ចង់បានធ្វើតាមអារម្មណ៍ណាកុំឲ្យលឺតណ្ហាបាយឯនៃកាមគុណទាំងអស់ណាបាទដូច្នេះមនុស្សលោភលន់មនុស្សចង់បានប៉ុន្តែយើងរស់នៅយើងកំណត់ភាពចង់បាននិងសេចក្តីត្រូវការហើយនេះគឺជាបញ្ញាដែលព្រះបានកំណត់ឲ្យមនុស្សជាច្រើនចង់បានអ្វីដែលខ្លួនឯងមិនត្រូវការហើយមនុស្សជាច្រើនបដិសេធអ្វីដែលខ្លួនឯងត្រូវការទៅវិញវាទៅជាអញ្ចឹងអត់យល់បានន័យថាម៉េចមានរបស់ខ្លះបងប្អូនអត់ចង់បានទេមើលចំទៅអត់ចង់បានអត់ត្រូវការវាទេតែចិត្តយើងចង់បានតែពេលចិត្តយើងចង់បានឧបមាថារបស់ហ្នឹងគឺជារបស់ដែលត្រូវប្រើលុយទិញជាប់បំណុលបដ ாய் ពួកយើងចង់បានសួរត្រូវការទេអត់មានវាអត់អីទេអត់អីផងហើយយើងមកធ្វើអីចេះចង់បានជាប់បំណុលទៅមកខ្លះក៏ទៅជាចិត្តនេះគឺជាតណ្ហាគឺជាភាពលោភលន់ដែលយើងចង់បានតាមបំណងចិត្តរបស់យើងបានជាយើងត្រូវរស់នៅស្របតាម
ទីព្រះអង្គកំឡុងពេលដែលមានជីវិតនៅឡើយជៀសវាងកុំឲ្យយើងរស់នៅតាមតណ្ហារបស់យើងនេះគឺរឿងសំខាន់គេជ្រើសរើសអ្វីគេគ្រាន់តែចង់បានភាពរីករាយភ្លាមនៅក្នុងជីវិតអត់គិតថាតើថ្ងៃស្អែកមានអីកើតឡើងអត់គិតថាខែក្រោយមានអីកើតឡើងអត់គិតថា10ឆ្នាំក្រោយមានអីកើតឡើងអត់គិតថាក្រោយស្លាប់ទៅតើយើងនឹងត្រូវប្រឈមជាមួយព្រះដោយរបៀបណាអត់គិតឲ្យតែបានថ្ងៃហ្នឹងហើយគឺតណ្ហាអញ្ចឹងយើងរស់នៅប្រយ័ត្នជាមួយកន្លែងព្រះអង្គឲ្យយើងត្រូវតែត្រៀមមួយសង្គ្រាមមួយនេះក្នុងជីវិតរបស់យើងពីខ4ដល់ខ5បានប្រាប់យើងឲ្យយើងមានចិត្តរីករាយកុំភ្លេចថាព្រះជាម្ចាស់ទ្រង់មានបច្ចេស្តាវិនិច្ឆ័យមនុស្សសូមបងប្អូនមើលនៅក្នុងបទគម្ពីរយើងខ4ខ5ភាសាទៀតណានៅក្នុងខ4ខ5បងប្អូនណាអាចឃើញទេសូមជួយអានឲ្យខ្ញុំបន្តិចមើលបាទខ4ខ5ដូច្នេះព្រះអង្គមានបហាតីមានបច្ចេស្តាវិនិច្ឆ័យទាំងមនុស្សរស់និងមនុស្សស្លាប់តែនេះសំខាន់គេច្រឡំណាច្រឡំតែអើយទៅគិតអីជាតិក្រោយទៅគិតអីអាក្រោយងាប់នឹងគិតឥឡូវនេះមនុស្សជាច្រើនគិតរបៀបហ្នឹងតែតើបងប្អូនគិតរបៀបណាដោយយើងស្គាល់សេចក្តីពិតហើយថាព្រះអាចវិនិច្ឆ័យយើងកុំច្រឡំកំពុងតែរស់នៅក៏ព្រះអង្គវិនិច្ឆ័យក្រោយតែស្លាប់ហើយក៏ព្រះអង្គនៅតែវិនិច្ឆ័យយើងនឹងតែអាននៅខាងមុខមែនទែនថាព្រះអង្គវិនិច្ឆ័យពួកយើងមុនគេទៀតនេះជារឿងសំខាន់ណាស់ព្រះអង្គចង់ឲ្យយើងរស់នៅតាមបហាតីព្រះអង្គនៅក្នុងពិភពលោកដែលកំពុងតែពុលដោយបាបនេះយើងត្រូវប្រយ័ត្នបើមិនប្រយ័ត្នទេយើងនឹងទៅធ្លាក់ចុះដូច្នេះបានជាសូមឲ្យបងប្អូនត្រេះរិះសំណួរមួយនេះតើមានផ្នែកណាមួយនៅក្នុងជីវិតរបស់យើងដែលយើងកំពុងតែរស់នៅតាមរបៀបមនុស្សមិនបានគិតអំពីព្រះハតីព្រះសូមគិតថាផ្នែកណាមួយអាចជាការងារយើងអាចជាការសិក្សារបស់យើងអាចជារបៀបដែលបងប្អូនជជែកជាមួយនឹងកូនចៅពេលខ្លះយើងជាឪពុកល្អជាម្ដាយល្អប៉ុន្តែមិនមែនជាមិត្តភក្តិល្អពេលខ្លះយើងជាមិត្តភក្តិល្អណាស់ប៉ុន្តែមិនមែនជាកូនល្អទៅវិញបាទជាមួយមិត្តភក្តិហ្នឹងគឺស្មោះស្ម័គ្របដូរផ្ដាច់ប៉ុន្តែដល់ពេលជាមួយឪពុកម្ដាយវាអត់អញ្ចឹងបាទពេលខ្លះយើងជាឪពុកល្អជាបុគ្គលិកល្អជាសាច់ញាតិល្អប៉ុន្តែយើងភ្លេចអំពីគុណធម៌បានន័យថាភាពជាមនុស្សយើងភ្លេចអស់លេចដើម្បីតែគ្រួសារយើងធ្វើអីក៏បានយើងភ្លេចពីអ្នកក្រៅហ្នឹងគឺមាននៅក្នុងគ្រួសារយើងជាឪពុកម្ដាយល្អជាប្តីល្អជាអីល្អទាំងអស់បាទប៉ុន្តែយើងភ្លេចភាពជាគុណធម៌អញ្ចឹងនេះគឺរឿងសំខាន់មែនសូមចាំថារៀបចំចិត្តគំនិតដូចជាព្រះគ្រីស្ទដើម្បីតស៊ូជាមួយពិភពលោកនេះចំណុចទី2ចូលរស់នៅដើម្បីថ្វាយសិរីល្អដល់ព្រះក្នុងចំណោមអ្នកជឿដូចគ្នាកន្លែងនេះសំខាន់បាទពេលខ្លះយើងរៀនប្រហែសបន្តិចនៅជាមួយអ្នកជឿដូចគ្នាយើងគិតយើងស្គាល់ចិត្តគ្នាអស់ហើយយើងក៏ប្រហែសបាទហើយពេលខ្លះយើងក៏រំពឹងថាគេគួរតែជួយខ្ញុំដែរពីព្រោះយើងដឹងថាបើយើងជាអ្នកជឿដូចគ្នាគួរតែជួយគ្នាទៅវិញទៅមកគួរតែបំរើគ្នាទៅវិញទៅមកឲ្យទុកឲ្យគេបំរើយើងម្នាក់ឯងយើងក៏ភ្លេចទៀតណាអាហ្នឹងគឺរឿងសំខាន់នៅក្នុងក្រុមជំនុំយើងអត់មានភ្ញៀវទេហើយបងប្អូនគ្នាគឺជាអវយវៈរបស់ព្រះនៅក្នុងព្រះគម្ពីរបានបានថាយើងជាអវយវៈរបស់ព្រះជាដៃជើងជារូបកាយរបស់ព្រះអត់មាននរណាមួយជាជនចម្លែកទេបាទអញ្ចឹងមានន័យថាយើងទាំងអស់គ្នារស់នៅសម្រាប់គ្នាទៅវិញទៅមកអានេះជារឿងសំខាន់ពីខ7មកដល់11បានប្រាប់យើងច្បាស់ក្រៅតែពីពេត្រុសបានប្រាប់អំពីរឿងដែលយើងត្រូវត្រៀមប្រឈមមុខជាមួយនឹងសង្គ្រាមខាងក្រៅឥឡូវគាត់ត្រឡប់ចូលមកនិយាយអំពីរឿងនៅក្នុងចំណោមអ្នកជឿដូចគ្នាអានេះរឿងសំខាន់ណាស់ទី1គឺឲ្យយើងស្មោះត្រង់សូមមើលនៅខ7ឲ្យយើងបានស្មោះត្រង់ឲ្យយើងភ្ញាក់ស្មារតីឡើងពីព្រោះអ្វីទាំងអស់ចិត្តអីគេដើមខ7ចិត្តរលាយសាបសូន្យហើយអ្វីដែលយើងឃើញសាវកពេត្រុសថាចិត្តរលាយហើយគាត់ថាចិត្តរលាយតាំងពីពេលណាដឹងអត់តាំងពី2000ឆ្នាំមុនចិត្តរលាយហើយយើងអង្គុយចាំឯងស្មាមកវារលាយ
anh ngắn á man về lì lo ta bô cái là để không mình đưa à có bao giờ tôi này bên á man về lì bị pruôi ở bị lì này dây tăng với sầm mai pre su em mà đo sầm mai lời nên toàn cái lì tiết ban đây pe là bao mà nụ coi bị pe là bọc pre nè chân lục pe trop ban pra tha à vay đại dương khơi ní chích lì hỏi hạt này hỏi xôm ao kích ven ngay trứ luôn nơi smart trăng miềnแต่ភាព smart ត្រង់ដែលនៅឈរជាប់នេះជារឿងសំខាន់ពាក្យ smart ត្រង់នៅទៅនេះគឺជាពាក្យមួយដែលប្រាប់យើងថាកុំឲ្យយើងវង្វេងណាពាក្យ smart ត្រង់នេះគឺផ្ទុយពីពាក្យវង្វេងហើយខ្ញុំអត់យល់ smart ត្រង់វាផ្ទុយជាមួយនឹងបោកប្រាស់មែនអត់ក៏ប៉ុន្តែពាក្យ smart ត្រង់ទៅនេះគឺផ្ទុយពីពាក្យវង្វេងបែរថារស់នៅដើរនៅក្នុងផ្លូវរបស់ព្រះកុំតើចេញពីផ្លូវព្រះមានតែ smart ត្រង់ជាមួយផ្លូវរបស់ព្រះមិនមែន smart ត្រង់នឹងខ្លួនឯងមិនមែន smart ត្រង់នឹងប្តីប្រពន្ធមិនស្មោះត្រង់នឹងចិត្តរបស់យើងមិនស្មោះត្រង់នឹងការងារយើងប៉ុន្តែស្មោះត្រង់នឹងផ្លូវរបស់ព្រះកុំវង្វេងមានកុំវង្វេងរស់នៅឲ្យត្រង់ផ្លូវរបស់ព្រះព្រោះអ្វីៗទាំងអស់ចិត្តរលាយនេះគឺរឿងសំខាន់ទី2ឲ្យយើងរស់នៅខ8ដែលឲ្យស្រឡាញ់គ្នាយ៉ាងជ្រាលជ្រៅមិនមែនស្រឡាញ់គ្នាលំស្រឡាញ់គ្នាលេងទេណានៅក្នុងពាក្យមួយបិទសេចក្តីស្រឡាញ់អាចគ្របបាំងបាបបាទហើយខ្ញុំនិយាយលេងជាមួយលោកគ្រូរតនិងអ្នកគ្រូវ៉ានីថ្ងៃទៅកាចេះជិះឡានទៅជាមួយគាត់ទៅលេងនៅគ្រូហេតូមីនៅស្ទឹងត្រែងខ្ញុំបានប្រាប់ថាមានថ្ងៃមួយយើងទៅចូលរួមសិក្ខាសាលាជាមួយលោកតាម្នាក់ជាជនជាតិកូរ៉េគាត់ជាគ្រូបាទហើយក៏ជាគ្រូកងវិលគាត់ប្រាប់ថាសេចក្តីស្រឡាញ់ដូចទឹកទន្លេហើយគាត់កាលនោះយើងទៅរៀនអំពីជីវិតគ្រួសារគ្រីស្ទៀនក្នុងនាមជាអ្នកបម្រើព្រះហើយចឹងគាត់និយាយពីសេចក្តីស្រឡាញ់បរិបត្តិប្តីប្រពន្ធគាត់ថាសេចក្តីស្រឡាញ់ដូចទឹកទន្លេហើយយើងម្នាក់បើកភ្នែកធំទឹកទន្លេស្អីគេហើយគាត់យកទឹកមួយកែវមកគាត់ដាក់កំទេចអីមួយហ្នឹងគាត់ឲ្យយើងផឹកហើយមានអាហ៊ានផឹកយើងហ៊ានផឹកទេហើយគាត់សួរមិនក៏យើងអត់ហ៊ានផឹកយើងថាបើយើងឃើញទឹកហ្នឹងធ្លាក់កំទេចចូលណាហ៊ានផឹកទៀតគាត់ឧទាហរណ៍គាត់ថាហ្នឹងហើយបានគេហៅក្តីស្រឡាញ់ដូចទឹកទន្លេនៅពេលដែលយើងទុកសេចក្តីស្រឡាញ់ដូចជាកែវទឹកតូចមួយយើងនឹងមើលឃើញកំហុសតូចហ្នឹងហើយយើងនឹងបដិសេធវាហើយគាត់ថាសេចក្តីស្រឡាញ់របស់ព្រះអង្គក្តីស្រឡាញ់របស់ព្រះប្រពន្ធដូចទឹកទន្លេចឹងហើយសួរទឹកទន្លេមិនគាត់ថាទឹកទន្លេគេប្រហូរលូចូលមិនយើងយកទឹកទន្លេមកប្រើវិញគិតផ្លែតមែនសម្រាមហូរពេញទឹកទន្លេតែបូមទឹកទន្លេយកមកសម្អាតប្រើវិញពេលដែលទឹកវាធំអាសម្រាមហ្នឹងតូចចូលទៅវាលាយអស់លីងវាដូចជាមើលអត់យើងអត់គិតវាទៀតហើយសញ្ញាមិនប៉ុណ្ណឹងមានអីបើទឹកទន្លេហូរប៉ុណ្ណាប៉ុណ្ណីយើងមានអារម្មណ៍អញ្ចឹងអានេះគឺជាផ្នត់គំនិតរបស់យើងហើយព្រះបានទុកធម្មជាតិហ្នឹងឲ្យយើងរៀនតាមសេចក្តីស្រឡាញ់ដូចទឹកទន្លេហ្នឹងឯងវាអាចលុបបាត់បាបជាច្រើនអញ្ចឹងនៅក្នុងតំណែងប្តីប្រពន្ធកាលនោះគាត់ជាបរិបត្តិយើងមិនមែនមិនខុសជាមួយគ្នាប៉ុន្តែសេចក្តីស្រឡាញ់ដូចទឹកទន្លេអាកំហុសនឹងចូលទៅវាដូចជាហូរទៅអស់លីងហើយយើងក៏នៅទឹកស្អាតដែរបើដូចជាទឹកកែវចប់ដាក់មកនឹងដាក់មកនឹងណាហ៊ានផឹកហើយទីបំផុតគឺចាក់ចោលដូច្នេះសាវកពេត្រុសប្រាប់យើងថាឲ្យក្នុងចំណោមបងប្អូនយើងសូមឲ្យស្រឡាញ់គ្នាឲ្យបានជ្រៅឲ្យបានជ្រាលជ្រៅណាសេចក្តីស្រឡាញ់នេះគឺមិនមែនបានថាយើងបដិសេធគ្នាទៅវិញទៅមកទេគឺយើងទទួលគ្នាសេចក្តីស្រឡាញ់ជាចំណែកអាចព្យាបាលមុខរបួសជាច្រើននៅក្នុងជីវិតរបស់យើងខ9បានប្រាប់យើងថាឲ្យរៀនអនុវត្តមានចិត្តល្អទទួលគ្នាទៅវិញទៅមកណានៅក្នុងនោះរៀនទទួលគ្នាទៅវិញទៅមករៀនទទួលស្គាល់ភាពខ្សោយរបស់គេរៀនយោគយល់គ្នារៀនគួរសមជាមួយគ្នាពីព្រោះពេលខ្លះក្នុងចំណោមយើងភ្លេចគួរសមព្រោះតែស្និទ្ធស្នាលពេកភ្លេចគួរសមភ្លេចគិតតែគេខ្សោយជាងយើងភ្លេចគិតតែគេមិនដូចយើងគាត់ណាខុសពីយើងដាក់ប៉ាំងនេះការឡើងមានច្រើនហើយឲ្យរៀនបម្រើគ្នាដោយសេចក្តីស្មោះត្រង់ឲ្យរៀនបម្រើនៅក្នុងក្រុមជំនុំដោយសេចក្តីស្មោះត្រង់ខ10រហូតដល់ខ11បានរំលេចនៅអំណោយទានជាច្រើនដែលយើងអាចប្រើនៅក្នុងក្រុមជំនុំអ្នកណាដែលមានអំណោយទាននិយាយក៏និយាយទៅលើកទឹកចិត្តក៏លើកទឹកចិត្តទៅបម្រើក៏បម្រើទៅអ្នកណាមានអំណោយទានទឹកនាំគេក៏នាំទៅអ្នកណាគេដែលមានអំណោយទានខាងចែកទានសប្បុរសក៏ឲ្យគាត់ចែកទៅចែកដោយសេចក្តីស្រឡាញ់ទៅកុំទៅខាត់គាត់ហើយក៏បន្តធ្វើទៀតទៅ
ពីព្រោះគាត់មានអំណោយទាននឹងយើងគ្មានអំណោយទានដូចគាត់ទេគាត់ប្រកែមានអំណោយទាននឹងមានអីមិនទេគាត់ចេះចែកគេបានពីព្រោះវាជាអំណោយទានរបស់គាត់ដែលគាត់ចង់ថ្វាយសេរីល្អទៅព្រះនៅក្នុងនោះហើយនៅក្នុងក្រុមជំនុំមានអំណោយទានទាំងអស់នេះដែលប្រើខ11ប្រថាសូមឲ្យប្រើសម្រាប់អីគេសរសើរដំកើងដល់ព្រះអំណោយទានដែលយើងមានទាំងការដឹកនាំទាំងការអធិប្បាយព្រះបន្ទូលនិយាយស្ដីលើកទឹកចិត្តចែកទានអីក៏ដោយមិនមែនដើម្បីយើងទេប៉ុន្តែដើម្បីលើកដំកើងព្រះអង្គមិនមែនច្រៀងឲ្យព្រោះដើម្បីអីគេសរសើរតែយើងជាតារាចម្រៀងប្រចាំវិហារឬក៏ប្រចាំតាណាមួយឬក៏យើងខំប្រឹងអធិប្បាយឲ្យប្រកែលបើកមេឃលបើកដីឲ្យគេថាអូបើនិយាយពីគ្រូអធិប្បាយនឹកចាំពីគ្រូមួយហ្នឹងឬក៏នឹកចាំពីយើងហើយបើនិយាយពីការដឹកនាំមានណាដឹកនាំដល់គាត់ទេគាត់ប្រកាសដល់ពេលអញ្ចឹងវាទៅជាសេរីល្អធ្លាក់មកលើយើងអត់បានទៅដល់ព្រះអង្គធ្វើអ្វីក៏ដោយសម្រាប់លើកតម្កើងសេរីល្អដល់ព្រះអង្គឲ្យមនុស្សឃើញយើងប៉ុន្តែគេឃើញព្រះនៅពីក្រោយយើងដែលព្រះអង្គធ្វើការងារទាំងអស់នេះហើយគឺជាការបម្រើគ្នានៅក្នុងក្រុមជំនុំតែយើងត្រូវត្រៀមខ្លួននៅក្នុងសង្គមសពថ្ងៃនេះពីព្រោះមនុស្សអត់ធ្វើដើម្បីអ្នកដទៃទេមនុស្សធ្វើដើម្បីខ្លួនឯងជឿតែមនុស្សធ្វើដើម្បីខ្លួនឯងអានេះហើយគឺជាផ្នត់គំនិតរបស់បាបទោះបីជាបងប្អូនឃើញគេដាក់លុយក្នុងសន្តិបទដើរចែកមនុស្សក៏ដោយខ្ញុំឃើញច្រើនណាស់ហើយគេថតឡាយទាំងអស់ហើយមានម្នាក់ទៅសារទៅแชร์បន្តគ្នាទៅមនុស្សខ្លះមានចេតនាមិនមែនធ្វើដើម្បីមនុស្សធ្វើដើម្បីខ្លួនឯងទេហើយយើងនិយាយពាក្យហ្នឹងទៅសារអូឯងគ្មានអីចែកឲ្យចេះថាឲ្យគេព្រះជ្រាបយើងដឹងម្នាក់ទៀតដឹងដែរនៅឯគេព្រះជ្រាបព្រះមើលឃើញហើយយើងដឹងក្នុងចិត្តយើងបើមានម្នាក់ទៀតក៏ដឹងដែរគឺសាតាំងវាដឹងថាចិត្តយើងនឹងត្រង់ឬមិនត្រង់វាដឹងទើបវាបួងយើងបានវាមិនភ្លើទេវាមានអំណាចចេស្តាចិត្តស្មើព្រះបើព្រះដឹងមិនវាមិនដឹងទេវាដឹងដែរដូច្នេះរឿងនេះរឿងសំខាន់ណាស់វាណាលាក់ព្រះបានហើយគឺវាណាលាក់សាតាំងបានដែរដូច្នេះហើយមនុស្សជាច្រើនគេមិនជឿលើព្រះយេស៊ូវដោយសារគេមិនដឹងថាព្រះយេស៊ូវមានសេចក្តីស្រឡាញ់លះបង់ខ្លួនឯងបម្រើមនុស្សវាអត់ដែលមានអានឹងទេទោះបីជាគេធ្វើក៏ដោយក៏គេធ្វើដើម្បីខ្លួនឯងដែរហេតុអីព្រះមួយនេះធ្វើដើម្បីមនុស្សបាបទៅវិញអត់មានទេលើโลกនេះពីព្រោះយើងប្រើគំនិតមនុស្សមកកំណត់ជាសេចក្តីខុសឆ្គងដូច្នេះបងប្អូនតើយើងកំពុងប្រើអំណោយទានរបស់យើងសម្រាប់តែប្រយោជន៍របស់យើងសម្រាប់តែភាពប្រសើររបស់យើងឬយើងប្រើដើម្បីជួយមនុស្សដទៃនេះរឿងសំខាន់ចា៎ចុងក្រោយវែងមិនតែខ្លីបាទចូលឲ្យយើងមានអំណរនៅក្នុងទុក្ខលំបាកហើយត្រង់នេះគឺសាវកពេត្រុសជាអ្នកបង្គាប់យើងថាឲ្យយើងមានអំណរហើយខ្ញុំវាអត់យល់មិនក៏ទៅមានអំណរនៅក្នុងទុក្ខលំបាកទៅវិញបងប្អូនប្រមាណអ្នកដែលមានទុក្ខលំបាកឲ្យអាចសោចចេញមានទឹកភ្នែកជូតក្បាលជង្គង់ខ្មែរមានពាក្យហ្នឹងមែនទឹកភ្នែកជូតក្បាលជង្គង់បានន័យថាទឹកភ្នែកអូយទឹកភ្នែកដល់ហើយនៅពេលដែលលោកពេត្រុសបាននិយាយអំពីរឿងអំណរនេះជារឿងសំខាន់បានប្រាប់យើងថាពីព្រោះយើងមានឱកាសរួមចំណែកនៅក្នុងការលុតដំសូមមើលខ12ទុក្ខលំបាកដែលបងប្អូនទទួលគឺជាអីដើម្បីអីគេលុតដំសូមកុំងឿងឆ្ងល់ថាហេតុការកើតពីណាពេលយើងមានទុក្ខលំបាកយើងសួរខ្លួនឯងយើងទៅមើលខ្លួនឯងយើងពិនិត្យមើលមួយថ្ងៃហ្នឹងយើងពិនិត្យមើលម្សិលមិញយើងពិនិត្យមើលខែមុនយើងពិនិត្យមើលឆ្នាំមុនថាតើខ្ញុំធ្វើអីខុសបានជាព្រះដាក់ទោសណែព្រះអង្គអត់ដាក់ទោសមនុស្សទេព្រះអង្គអត់ដាក់ទោសមនុស្សទេព្រះអង្គអត់ដាក់បណ្ដាសាមនុស្សទេសូម្បីតែមនុស្សធ្វើបាបទាស់នឹងព្រះអង្គក៏ដោយនៅក្នុងលោកកបាត់ជំពូក3ព្រះអង្គបានប្រាប់ថាដីត្រូវបណ្ដាសាមិនមែនមនុស្សទេត្រូវបណ្ដាសាព្រះអង្គអត់ដាក់បណ្ដាសាមនុស្សទេយើងដែលព្រះអង្គបង្កើតឡើងក្នុងរូបអង្គទ្រង់មិនត្រូវបណ្ដាសាពីព្រះអង្គទេដូច្នេះខ12ប្រាប់ថាទុក្ខលំបាកនោះដើម្បីលុតដំយើងមិនមែនដើម្បីមកដាក់ទោសយើងណាសំមុខឯងឬក៏អាហ្នឹងកម្មឯងណារឿងសំខាន់ណាស់កន្លែងហ្នឹងគឺសំខាន់មួយទៀតព្រះអង្គទុកឲ្យយើងមានឱកាសខ13មានឱកាសរួមចំណែកនៅក្នុងភាពលំបាករបស់ព្រះយេស៊ូវគ្រីស្ទខ13បានប្រាប់ថាចូលឲ្យមានអំណររីករាយឡើងព្រោះបងប្អូនរងទុក្ខ
ផ្សេងរួមជាមួយព្រះគ្រីស្ទរួមជាមួយព្រះគ្រីស្ទយើងមានអំណរយើងមានមោទនភាពដែលយើងបានរួមទុកជាមួយព្រះគ្រីស្ទនិយាយពាក្យនេះអត់ស្អីយល់ទេនេះបានអត់ស្អីយល់ពីព្រោះយើងអត់បានត្រូវបានបង្កើតឡើងនៅក្នុងបុព្វហេតុមួយបងប្អូនសម័យមើលទាហានយើងទាហានជួលមុខគ្រឿងសួរនរណាគេចង់ស្លាប់នេះអត់ទេនរណាចង់ឲ្យគ្រួសារឲ្យប្តីខ្លួនឯងស្លាប់ឲ្យប្រពន្ធខ្លួនឯងស្លាប់ក៏អត់មានដែរក៏ប៉ុន្តែនៅពេលដែលទាហានស្លាប់ក្នុងបុព្វហេតុជាតិគាត់ទទួលបានកិត្តិយសយ៉ាងខ្លាំងបំផុតពីរដ្ឋាភិបាលហើយយើងក៏ចាប់ផ្ដើមលើកសរសើរគាត់ទាំងអស់គ្នាហើយយើងក៏ចាប់ផ្ដើមចង់រួមចំណែកជាមួយទុក្ខលំបាករបស់គាត់ដោយធ្វើអីដោយយើងធ្វើមូលនិធិផ្ញើនេះផ្ញើនោះជួនកាលក៏បានទៅលេងជួនកាលក៏បានទៅផ្ទាល់យើងចង់រួមចំណែកដែលយើងអាចរួមចំណែកតាមលទ្ធភាពដែលយើងធ្វើបានយើងមិនមែនជាទាហានដែលចេះលើកកំភ្លើងទៅស្ពាយបាញ់យើងវាអត់ចេះយុទ្ធសាស្ត្រការពារយើងអត់ចេះយុទ្ធសាស្ត្រវាយលុកដល់អញ្ចឹងយើងធ្វើអីដែលយើងអាចធ្វើបានហើយយើងក៏រាប់ថាយើងមានមោទនភាពបងប្អូនដែលធ្លាប់ធ្វើវិភាគទានផ្ញើទៅជួរមុខយើងមានអារម្មណ៍ហ្នឹងសម័យដែលកំពុងតែត្រូវការខ្ញុំបានចូលរួមដែរយើងជាពលរដ្ឋខ្មែរដែរយើងក៏រីករាយយើងក៏សប្បាយមានមោទនភាពពិសេសមួយនៅក្នុងយើងនេះសំខាន់ណាស់ស្មារតីឡើយនេះឥឡូវព្រះយេស៊ូវគ្រីស្ទបានយាងមកហើយរងទុក្ខលំបាកនៅលើផែនដីហើយយើងក៏មានឱកាសរួមចំណែកក្នុងទុក្ខលំបាករបស់ព្រះអង្គសូមឲ្យយើងមានមោទនភាពទុក្ខលំបាកនេះដោយសារតែព្រះអង្គបានរងទុក្ខហើយខ្ញុំក៏មានចំណែកខ្លះរងទុក្ខជាមួយព្រះអង្គដែរដើម្បីដំណឹងល្អដើម្បីឲ្យមនុស្សបានទទួលក្តីសង្គ្រោះនេះគួរតែជាមោទនភាពសម្រាប់យើងកុំទៅរើមើលថាអញខុសអីព្រះដាក់ទោសណាជាចំណែកមួយលុបដំយើងជាចំណែកមួយឲ្យយើងមានអំណរនៅក្នុងព្រះអង្គហើយចុងក្រោយទុក្ខលំបាកដែលនាំឲ្យយើងមានអំណរនេះគឺជាទុក្ខលំបាកដែលជួយឲ្យយើងអាចសរសើរដំកើងសេរីល្អរបស់ព្រះអង្គបានពេលយើងឈ្នះវាខ16បានសរសេរថាក៏ប៉ុន្តែបងប្អូនណាដែលរងទុក្ខលំបាកក្នុងនាមព្រះគ្រីស្ទកុំខ្មាស់ឲ្យសោះព្រោះអីគេព្រោះវាអាចលើកដំកើងសេរីល្អរបស់ព្រះអង្គបានកុំខ្មាស់ទុក្ខលំបាកមនុស្សមាន2លោកពេត្រុសបានលើកឡើងខ14 15រឿងផ្សេងបើយើងរងទុក្ខដោយព្រោះតែសម្រាប់គេអីគេស្អប់គេវាយគេខឹងគេលោកឡំជាមួយរឿងអាស្រូវរបស់គេអានឹងបែកមាត់គឺសមហើយសមមុខហើយលោកពេត្រុសមិនឲ្យកិត្តិយសអ្នកដែលរងទុក្ខលំបាកព្រោះតែបាបរបស់ខ្លួនឯងទេកុំនិយាយអញ្ចឹងឲ្យតែយើងរងទុក្ខសុទ្ធតែជារឿងល្អលោកពេត្រុសមិនឲ្យកិត្តិយសអ្នកដែលត្រូវគេដាក់ទោសព្រោះតែបានប្រព្រឹត្តខុសទេក៏ប៉ុន្តែអ្នកដែលបានរងទុក្ខព្រោះតែព្រះនាមរបស់ព្រះយេស៊ូវព្រោះតែយើងរស់នៅស្មោះត្រង់ជាមួយនឹងព្រះអង្គព្រោះយើងប្រកាន់ចិត្តដូចជាព្រះយេស៊ូវគ្រីស្ទព្រោះយើងខំប្រឹងបម្រើគ្នាក្នុងសេចក្តីស្រឡាញ់ដើម្បីសេរីល្អរបស់ព្រះអ្នកនោះនឹងទទួលបានកិត្តិយសនេះគឺជាសេចក្តីរងទុក្ខដែលយើងអាចមានអំណរចូលរួមនឹងបានណាបើថាទៅលួចគេវាយបែកមាត់អានឹងត្រូវហើយអានឹងមិនជាការរងទុក្ខដោយព្រោះតែសេរីល្អព្រះគ្រីស្ទទេតែដោយត្រូវគេជេរព្រោះតែយើងស្មោះត្រង់ថាអាឡងង10គត់ឯងជឿយេស៊ូវយូរឈួតអស់ហើយរើសបានលុយលើសបានរបស់គេយកទៅឲ្យគេវិញអស់លីងអត់មានទុក្ខខ្លួនឯងគេជេរយើងតាពិភពលោកគេជេរយើងបងប្អូនអ្នកបាត់វិញបងប្អូនដឹងមែនទេរឿងហ្នឹងជាង10ឆ្នាំមុនខ្ញុំបានទៅបទីហើយយើងបានបង្រៀនគ្រួសារមកគ្រួសារក្រហើយគាត់អនុវត្តតាមព្រះបន្ទូលព្រះក្មេងមួយរើសបានលុយ 5000 រត់យកទៅឲ្យម្ចាស់គេវិញហើយគេក៏ទទួលហើយគេក៏អរគុណគាត់ហើយអាប្អូននោះវាឃើញវារត់ទៅប្រាប់ឪវាវាយអាបងនឹងចង់មកវាយបានវាយរើសបានលុយហ្នឹងវាយហ្មងថាឯងភ្លើរើសបានលុយមិនយកឲ្យអញទុកអញផឹកស្រាក៏គ្រាន់បើដែរមកយកឲ្យគេវិញបាត់ហើយវាយំហើយវាមកប្រាប់យើងថ្ងៃអាទិត្យហើយយើងក៏អធិដ្ឋានឲ្យក្មេងដែរហើយយើងថាកូនឯងធ្វើត្រូវហើយធ្វើត្រូវមនុស្សដែលមានពុតមានគំនិតអាក្រក់នឹងរាប់ថាសេចក្តីសុចរិតជារឿងអន់ជារឿងល្ងងខ្លៅប៉ុន្តែយើងស្គាល់ព្រះអង្គហើយព្រះអង្គឲ្យកិត្តិយសមនុស្សបែបនេះ
ហើយកូននោះគឺជាកូនតែម្នាក់គត់ដែលបានរកស៊ីចិញ្ចឹមគ្រួសារទាំងមូលហើយកូនដែលរើសបានលុយមិនយូរប្រហែលក៏គ្រោះថ្នាក់ចរាចរណ៍ស្លាប់ទៅទៀតដោយសារឡានធំកិនស្លាប់ពេលវាជិះម៉ូតូវាជាកម្មករហើយខ្ញុំស្គាល់រឿងនេះច្បាស់ខ្ញុំស្គាល់ជីវិតកូនក្មេងនេះច្បាស់ដូច្នេះពេលខ្លះយើងរងទុក្ខដែលព្រោះតែយើងស្មោះត្រង់ព្រះអង្គថាម៉េចមានកិត្តិយសនៅក្នុងពហុរបស់ព្រះអង្គបងប្អូននៅថ្ងៃនេះខ្ញុំជឿថាយើងទាំងអស់គ្នាម្នាក់អត់មានណាម្នាក់អត់រងទុក្ខទេរងទុក្ខផ្សេងរងទុក្ខដោយសារកូនរងទុក្ខដោយសារគ្រួសាររងទុក្ខដោយសារកន្លែងការងាររងទុក្ខដោយសារលុយកាក់ហិរញ្ញវត្ថុរងទុក្ខដោយសារបំណុលរងទុក្ខសពបែបយ៉ាងទាំងអស់ប៉ុន្តែសូមពិនិត្យមើលតើខ្ញុំបានត្រៀមខ្លួនអ្វីខ្លះនៅពេលដែលខ្ញុំកំពុងរងទុក្ខនេះតើខ្ញុំកំពុងប្រកាន់ខ្ជាប់ចរិតលក្ខណៈព្រះគ្រីស្ទក្នុងខ្ញុំទេហើយខ្ញុំខំប្រឹងប្រែងដើម្បីរស់នៅថ្វាយសេរីល្អដល់ព្រះអង្គទេតើខ្ញុំកំពុងតែមានមោទនភាពចំពោះទុក្ខលំបាកដែលខ្ញុំបានទទួលព្រោះតែនាមរបស់ព្រះគ្រីស្ទដែរឬទេឬខ្ញុំកំពុងតែចោទប្រកាន់ខ្លួនឯងថាខ្ញុំជាមនុស្សល្ងង់ដូចគេចោទប្រកាន់ខ្ញុំដែរត្រូវពិនិត្យមើលខ្លួនឯងច្បាស់នេះជារឿងសំខាន់ពីព្រោះព្រះអង្គប្រាប់ថាអ្វីទាំងអស់ចិត្តរលាយហើយហើយយើងត្រូវរស់នៅស្មោះត្រង់តាមព្រះអង្គបាទសូមអធិដ្ឋានជាមួយខ្ញុំបិតាអើយសូមអរព្រគុណទ្រង់យ៉ាងខ្លាំងនៅថ្ងៃនេះដែលយើងមានឱកាសបានជួបជុំគ្នាហើយយើងសរសើរដំកើងព្រះអង្គដែលទ្រង់ជាព្រះទ្រង់បានជួយយើងខ្ញុំឲ្យយើងខ្ញុំទាំងអស់គ្នាបានខំប្រឹងរស់នៅប្រកបទៅដោយសេចក្តីសុខសាន្តហើយជួយយើងខ្ញុំឲ្យយើងខ្ញុំអាចរស់នៅឃើញព្រះអង្គនៅក្នុងជីវិតរបស់យើងខ្ញុំដែលអាចមានសេចក្តីសុខសាន្តនិងអំណរនៅក្នុងដួងចិត្តទោះបីជាពិភពលោកទាំងមូលកំពុងតែវឹកវរហើយចោទប្រកាន់គ្នាហើយពុលទៅដោយបាបក៏ដោយព្រះអង្គឲ្យយើងខ្ញុំអរព្រគុណទ្រង់គ្រប់ទាំងសេចក្តីទាំងប៉ុន្មានដែលទ្រង់បានមានបន្ទូលមកកាន់យើងក្នុងថ្ងៃនេះសូមឲ្យយើងខ្ញុំនៅតែមើលឃើញទុក្ខលំបាកដែលយើងខ្ញុំកំពុងតែជួបប្រទះកំពុងតែដើរឆ្លងកាត់នេះឲ្យយើងខ្ញុំអាចមានអំណរហើយមានមោទនភាពដែលសារយើងខ្ញុំបានរួមចំណែកនៅក្នុងព្រះអង្គផងដែរព្រះអង្គឲ្យសូមអរព្រគុណទ្រង់យ៉ាងខ្លាំងសូមឲ្យជីវិតបងប្អូនយើងខ្ញុំម្នាក់បានរស់នៅក្នុងលក្ខណៈរបស់ព្រះអង្គសូមឲ្យពួកគាត់គ្រប់គ្នាបានខិតខំដើម្បីនឹងរស់នៅថ្វាយសេរីរបស់ព្រះអង្គនៅគ្រប់កលៈទេសៈក្នុងជីវិតរបស់យើងខ្ញុំហើយពិសេសជួយយើងខ្ញុំឲ្យយើងខ្ញុំមានអំណរនៅគ្រប់ពេលវេលាទោះបីជាពេលដែលកំពុងជួបទុក្ខលំបាកក៏ដោយយើងអរព្រគុណទ្រង់ហើយសូមអធិដ្ឋានថ្វាយព្រះបន្ទូលយើងស្ដាប់នៅថ្ងៃនេះក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន